ដងនៅក្នុង Excel បើសិនបើយើងចង់ការពារទិន្នន័យរបស់យើងនៅក្នុង Excel ណាភាគច្រើនគឺយើងបាទចូលយក protect sheet បែបនេះទៅបាទយើង protect sheet បែបនេះក៏បានដែរបាទដូចគ្នាកន្លែងហ្នឹងវាការពារបាននៅលើ sheet របស់យើងឧទាហរណ៍ខ្ញុំដាក់ password មកបាទដាក់ password អញ្ចឹង sheet ហ្នឹងគឺត្រូវបាន protect ហើយយើងអាចកែបានដែរអញ្ចឹងបាទវានឹង load ទៅលើ warning បែបនេះប៉ុន្តែខ្ញុំអាចលុបបានខ្ញុំកែបានតែខ្ញុំលុប sheet នឹងបានអញ្ចឹងនៅក្នុង Excel គឺយើងអាចការពារមួយតង់ទៀតបាទខ្ញុំសាក់ដោះសិនទៅបាទបាទអញ្ចឹងគឺយើងអាចប្រើបានធម្មតាហើយសម្រាប់ការពារ sheet ទាំងមូលតែម្ដងបាទយើងអាចចូលមកក្នុង protect sheet ហើយយកពាក្យថា protect workbook កន្លែងនេះនៅពេលដែលយើងចាក់សោគឺវា hold បានទាំងអស់ហ្មង hold បានគ្រប់ sheet ទាំងអស់អញ្ចឹងប៉ុន្តែការពារទៅលើការលុបការពារមួយចំនួនណាបាទប៉ុន្តែចាក់ទៅមួយ sheet គឺនៅប្រើបានធម្មតាបាទខ្ញុំចាក់សោយើងដាក់ password ខុសគ្នាក៏បានដែរបាទហ្នឹងបាទអញ្ចឹងយើងឃើញថាគ្រប់ sheet ទាំងអស់វានឹងបិទនៅកន្លែងលុបការពារកុំឲ្យលុបណាព្រោះសម្រាប់អ្នកគាត់ទៅសេចង system ជាមួយនឹងបាទExcel ហ្នឹងគឺចូលការតែគេលុបមួយគឺ error ខ្ទេចបាទ error ទាំងអស់តែកន្លែងនេះគឺយើងទិន្នន័យយើងអាចសេបានធម្មតាអត់បញ្ហាណាបាទហើយបើសិនបើយើងចង់ការពារទៅលើ sheet ហ្នឹងទៀតឥឡូវដល់ថាខ្ញុំការពារតែជួរពីរនេះទេអញ្ចឹងក្រៅពីហ្នឹងខ្ញុំអត់នេះទេអញ្ចឹងខ្ញុំអាចមកស្ដាំមកខ្ញុំយកពាក្យថា format cell ហើយខ្ញុំយកពាក្យថា protection បាទខ្ញុំយក hidden ហើយ lock កន្លែងនេះណាបាទឬក៏ថាខ្ញុំដោះចេះវិញមកបាទខ្ញុំដោះទាំងអស់ដំបូងខ្ញុំដោះ lock សិនមកបាទដោះទាំងអស់មកបាទអញ្ចឹងគឺកន្លែងនេះគឺវា unlock ទាំងអស់ហើយខ្ញុំចាក់តែពីរនេះទេបាទចាក់តែពីរជួរនេះទេអញ្ចឹងខ្ញុំ format ម្ដងទៀតបាទខ្ញុំយកពាក្យថា lock ចា lock នៃ hidden អាកន្លែងគឺការធ្ងន់ទៀត hidden គឺលាក់របស់មុនបាត់ហ្មងអញ្ចឹងនៅពេលដែលខ្ញុំចាក់សោលើ sheet ម្ដងទៀតបាទជឿដាក់ password ខុសគ្នាក៏បានបាទអញ្ចឹងយើងឃើញតែគេឃើញថាកន្លែងនេះគឺយើងលុប sheet ក៏មិនអាចលុបបានហើយយើងទៅសេក៏អាចទៅសេបាននៅក្នុងតំបន់ដែលយើងការពារហើយសំបីតែសូរបស់មុននេះក៏អត់សូដែរប៉ុន្តែកន្លែងផ្សេងអាចសេបានធម្មតាបាទកន្លែងនេះគឺវាសូរបស់មុននៅលើនេះធម្មតា